ជីវិតពេលខ្លះដូចអាចកូរឡានកាត់អញ្ចឹងដូចថ្ងៃហ្នឹងអញ្ចឹងខំដាក់ច្បាប់ពីកន្លែងការងារដើម្បីថាយើងមានពេលវេលាធ្វើកិច្ចការសាលាបង្ហើយកាត់តវីដេអូនំអីចឹងណាតែចុងក្រោយពេញមួយថ្ងៃហ្នឹងគឺខ្ញុំអត់មានបានស្អីទេព្រោះដោយសារយើងដាក់ច្បាប់ចំថ្ងៃគេផ្ដាច់ភ្លើងទូរស័ព្ទក៏អត់បានបញ្ចូលថ្មឲ្យពេញកុំព្យូទ័រក៏ប្តីយកទៅកន្លែងបាត់អត់បានទុកនៅផ្ទះនិយាយសរុបរួមមកមួយថ្ងៃហ្នឹងគឺគ្មានបានអីជាដុំកំភួនទេវីដេអូដែលកាត់ហ្នឹងគឺថតស្មោ18%អត់បានអីបញ្ចូលហើយអត់មានបានធ្វើស្អីកើតទាំងអស់លក់ដល់ក៏លក់អត់កើតផុសលក់នំក៏លក់អត់កើតអត់មានអ៊ីនធឺណិតដាច់ទៀតអូយនិយាយថាជីវិតខ្ញុំគឺដូចអាចកូរឡានកាត់អញ្ចឹងណាបងប្អូនឥឡូវមានតែសម្រេចថាកាត់បានប៉ុណ្ណាមើលប៉ុណ្ណឹងបងអើយហើយដោយសារអ្នកលក់ត្រូវទៅខេត្តចុះទៅខេត្តទៀតហើយអញ្ចឹងហើយអាចកំងទុកបានដើម្បីរៀបចំជូនថ្ងៃអង្គារបានមានទៀតណាបងអាថ្ងៃហ្នឹងគឺខ្ញុំលក់ឲ្យហើយតតែថ្ងៃអង្គារបានខ្ញុំមានទៀតហើយបញ្ជាក់ណាបងនំរបស់ខ្ញុំថាតបងកំងរបស់ខ្ញុំទទួលដិតណាបងខ្ញុំអត់មានលក់រាយប្របតភ្លាមទេព្រោះដោយសារខ្ញុំធ្វើមិនធានាថាបងបានទទួលនំពីខ្ញុំគឺថ្មីដិតថ្មីស្រស់ជានិច្ចអត់មានលក់នំសល់ឲ្យបងទេមិនថាស្នូលដូងស្នូលស្ដែកស្នូលត្រាវពងមាន់បងអាចកំងទុកបានធានាថាបងទទួលបាននំដ៏ថ្មីហើយរសជាតិឆ្ងាញ់ហើយការរក្សាទុកគឺអាចចន្លោះបានពី4ទៅ6ថ្ងៃណាបងអញ្ចឹងដូចមើលនេះស្នូលពងមាន់អញ្ចឹងបងអាចកំងបានអរគុណច្រើន